អ្នកគ្រាន់តែជាអ្នកជួសជុលម៉ាស៊ីនកុំស្មានថារោងចក្រនេះខ្វះអ្នកមិនបានឲ្យសោះប្រាក់ខែ250តិចពេកមែនទេបើចង់ទៅក៏ទៅចុះអ្នកចេះជួសជុលម៉ាស៊ីននៅខាងក្រៅមានច្រើនណាស់បានបើអញ្ចឹងសាកល្បងមើលទៅខ្ញុំឈឿនយួនហាងធ្វើការនៅរោងចក្រហុងយេ10ឆ្នាំហើយម៉ាស៊ីនទាំង15មួយគ្រឿងនេះខ្ញុំជាអ្នកកំណត់ទាំងអស់ការគ្រប់គ្រងភាពជាក់លាក់នេះគ្មានអ្នកណាធ្វើបានដូចខ្ញុំទេខ្ញុំខំធ្វើការទាំងយប់ទាំងថ្ងៃដើម្បីឲ្យរោងចក្ររីកចម្រើនតែបែរជាចាញ់បោកពាក្យសម្ដីអ្នកដទៃទៅវិញគាត់សំបីតែឧបករណ៍វាស់ក៏ប្រើមិនចេះផងតែបែរជាបានធ្វើជាអ្នកគ្រប់គ្រងប្រាក់ខែ360000ឯខ្ញុំ10ឆ្នាំបានត្រឹម250ជប់សិនទាំងអស់គ្នាខ្ញុំនឹងប្រកាសឈ្មោះអ្នកដែលបានឡើងប្រាក់ខែឆ្នាំនេះយួនហាងលើកនេះប្រកាសជាមានឈ្មោះអ្នកហើយបើគ្មានអ្នករោងចក្រនេះប្រហែលជប់ដំណើរការយូរហើយចាំមើលលទ្ធផលទៅការកែសម្រួលឆ្នាំនេះបានកំណត់ហើយចាងវៃនឹងឡើងជាអ្នកគ្រប់គ្រងគម្រោងប្រាក់ខែ36000អរគុណអ្នកនាងមីងខ្ញុំនឹងនាំចូលប្រព័ន្ធជួសជុលស្វ័យប្រវត្តិមិនបាច់ឲ្យអ្នកណាចូលទៅក្នុងម៉ាស៊ីនទៀតទេម៉ាស៊ីនមិនមែនបដូរគ្រឿងបន្លាស់ទេបើខុសប៉ារ៉ាម៉ែត្របន្តិចគឺឈប់ទាំងខ្សែហើយលោកគ្រូឈិនកុំវិភាគស្វ័យប្រវត្តិកម្មហើយភ័យអីសម័យកាលវាផ្លាស់ប្ដូរហើយម៉ាស៊ីនខូចត្រង់ចំណុចតូចត្រូវស្ដាប់សំឡេងប៉ះកម្ដៅមើលប៉ារ៉ាម៉ែត្រម៉ាស៊ីនជំនួសមិនបានទេតើអ្នកកំពុងសង្ស័យការសម្រេចចិត្តរបស់រោងចក្រមែនទេខ្ញុំគ្រាន់តែរំលឹកអ្នកកុំយកឧបករណ៍ទាំងរោងចក្រទៅប្រថុយនិយាយឲ្យចំទៅអ្នកខ្លាចគេជំនួសរោងចក្រនេះអត់អ្នកក៏នៅតែដំណើរការដែរបើគិតថា250តិចពេកអ្នកអាចទៅបានអ្នកចេះជួសជុលម៉ាស៊ីននៅខាងក្រៅមានច្រើនណាស់នេះជាបំណងរបស់គាត់ដែរមែនទេរោងចក្រចិញ្ចឹមអ្នក10ឆ្នាំហើយកុំយកអារម្មណ៍មកគំរាមខ្ញុំតាមពិតក្នុងភ្នែកពួកគេខ្ញុំគ្រាន់តែជាមនុស្សដែលបដូរបានគ្រប់ពេលបានបើអញ្ចឹងសាកមើលចាប់ពីពេលនេះទៅម៉ាស៊ីនទាំងនេះអ្នកជួសជុលខ្លួនឯងទៅ